បាទសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមានប្រធានបទមួយចង់ចែកម្លែកដែលតាក់ទងជាមួយនឹងការចុះបញ្ជីម្ដងថ្ងៃនេះខ្ញុំលើកតាក់ទងមួយប្រធានបទដែលនិយាយអំពីការចំណាយទៅលើការចុះបញ្ជីបើក្រុមហ៊ុនណាវាប្រហែលជាតាក់ទងជាមួយនឹងសំណួរនេះដែរឃើញគាត់ខមមិននៅក្នុង channel របស់ខ្ញុំណាគាត់សួរថាតើសេវាបង់ការចុះបញ្ជីអាជីវកម្មដំបូងតើយើងត្រូវបង់ថ្លៃប្រមាណដែរបងអញ្ចឹងថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញដែលតាក់ទងជាមួយនឹងការចំណាយទៅលើការចុះបញ្ជីសម្រាប់អាជីវកម្មប្រភេទហ្នឹង3ខ្នាតគឺទី1ខ្នាតតូចខ្នាតមធ្យមហើយនិងខ្នាតធំតែមុនដំបូងខ្ញុំសូមបង្ហាញតាក់ទងជាមួយនឹងប្រភេទអាជីវកម្មនេះសិនទាំង3ប្រភេទហ្នឹងបន្តិចតាក់ទងជាមួយនឹងការចុះបញ្ជីអាជីវកម្មមាន3ខ្នាតខ្នាតទី1គេហៅថាអ្នកជាប់ពន្ធតូចឬក៏សហគ្រាសគឺឬក៏អ្នកជាប់ពន្ធដែលចំណូលរបស់វានឹងគឺចន្លោះពី $62,500 ទៅ $25,000 តាមពិតទៅការវិតម្លៃថាក្រុមហ៊ុននេះចូលនៅក្នុងខ្នាតតូចខ្នាតមធ្យមឬក៏ខ្នាតធំហ្នឹងគឺមិនមែនតែវិតម្លៃតែទៅលើចំណូលសុទ្ធទេវាអាចមានពាក់ព័ន្ធមួយសកម្មភាពអាជីវកម្មមួយទៀតនោះឬក៏តម្រង់អីផ្សេងមួយចំណុចពីចំណុចទៀតតែគ្រាន់តែខ្ញុំសូមលើកឡើងតែទៅលើចំណូលទេដែលវាមើលទៅវាងាយយល់សម្រាប់ការធ្វើវីដេអូចែកម្លែកបទពិសោធន៍ហ្នឹងទៅហើយសម្រាប់ខ្នាតមធ្យមគេហៅថាជាប្រភេទក្រុមហ៊ុនហើយឬក៏គេហៅម្យ៉ាងទៀតថាជាអ្នកជាប់ពន្ធមធ្យមចំណូលរបស់វាគឺ$250 លានទៅ$1 លានចំណូលនៅកន្លែងនេះគឺយើងចង់បានន័យថាផលរបរដែលអាជីវកម្មមួយរកបានទោះបីជាយើងពេលខ្លះយើងបើកអាជីវកម្មតែយើងអត់ទាន់មានចំណូលក៏ដោយក៏យើងអាចប៉ាន់ស្មានដែរក៏យើងអាចស្មានមុនដើម្បីវាតម្លៃថាយើងចូលឬក៏អត់អញ្ចឹងណាអានេះតកតងមួយផលរបរហើយមួយទៀតគឺពាក់ព័ន្ធជាមួយនឹងការសម្រេចចិត្តក្នុងការចុះហើយយើងចង់ចុះខ្នាតណាផលរបរនេះគឺសំដៅទៅលើចំណូលសុទ្ធដែលយើងលក់បានមិនទាន់ដកចំណាយចេញទេគឺចំណូលសុទ្ធតែម្ដងហើយសម្រាប់ខ្នាតធំក្រុមហ៊ុនដែរជាប្រភេទក្រុមហ៊ុនដែរហើយគឺក៏ម្យ៉ាងគេហៅអ្នកជាប់ពន្ធធំដែលចំណូលរបស់ប្រភេទអាជីវកម្មនេះគឺចាប់ពី$1 លានឡើងទៅអាហ្នឹងគេសន្មត់អញ្ចឹងអូខេឥឡូវយើងវិលមកតាក់ទងជាមួយនឹងខ្ទង់ចំណាយវិញម្ដងតាក់ទងជាមួយនឹងការចុះបញ្ជីអាជីវកម្មខ្ញុំលើកឡើងឧទាហរណ៍កន្លែងនេះគឺតាក់ទងមួយក្រុមហ៊ុននេះគឺគាត់ពាក់ព័ន្ធជាមួយនឹងក្រសួងឧស្សាហកម្មសិប្បកម្មទៀតអញ្ចឹងគាត់ចុះកន្លែងនេះគាត់រហូតដល់3ក្រសួងនោះសម្រាប់ខ្នាតតូចនេះគឺគាត់ចុះសហគ្រាសខ្ទង់ចំណាយដែលគាត់ចុះនៅខាងក្រសួងពាណិជ្ជកម្មហ្នឹងគឺ$18,000 រៀលname reservation ហ្នឹងគឺចង់និយាយថាយើងដូចយើងទិញឈ្មោះអញ្ចឹងយើងពីក្រសួងពាណិជ្ជកម្មអញ្ចឹងណាយើង reserve ឈ្មោះយើងទុកឈ្មោះក្រុមហ៊ុនអស់$25,000 រៀលបងបតង់សម្រាប់ខ្នាតតូចគឺអស់$20,000ហើយស្នើសុំចុះបញ្ជីនៅក្រសួងការងារនេះគឺអស់$12,000 រៀលហើយនឹងចុងក្រោយគេគឺយើងបង់អស់$15,000ហ្នឹងគឺតាក់ទងជាមួយនឹងក្រសួងឧស្សាហកម្មនិងសិប្បកម្មតែបើសិនជាក្រុមហ៊ុនខ្លះជាប្រភេទសេវាកម្មគឺគាត់អត់មានបង់ឯក្រសួងឧស្សាហកម្មសិប្បកម្មនិងករណីក្រុមហ៊ុននឹងសកម្មភាពរបស់គាត់តាក់ទងនឹងការផលិតអញ្ចឹងណាជាទូទៅគឺបង់សរុបកន្លែងនេះគឺបង់$67,500 រៀលអានឹងសម្រាប់ខ្នាតតូចហើយពេលខ្លះក៏វាអាចខុសដែរបើសិនជាដកក្រសួងឧស្សាហកម្មសិប្បកម្មវាអាចថយយ៉ាងនឹងតិចចឹងទៅប៉ុន្តែក្នុងលំបាកប្រហែលជាចំនួនប៉ុណ្ណឹងឯងអាហ្នឹងសម្រាប់អ្នកជាប់ពន្ធតូចគឺបង់ប៉ុណ្ណឹងមួយទៀតគឺយើងចូលទៅប្រភេទអ្នកជាប់ពន្ធមធ្យមម្ដងសម្រាប់អ្នកជាប់ពន្ធមធ្យមនេះគឺយើងចុះជាប្រភេទក្រុមហ៊ុនដែរអញ្ចឹងចំណាយទី1គឺការបំរុងទុកនាមករដែល name reserve នឹងឯងតែសម្រាប់អ្នកខ្លះគាត់អត់ reserve ទេឈ្មោះគាត់ហ្នឹងគឺអាចចុះបានគាត់ចុះតែម្ដងគាត់ចាំឲ្យ reserve ទុកណាទី2គឺចំណាយទៅលើការចុះបញ្ជីក្រុមហ៊ុនមូលធននៅក្រសួងពាណិជ្ជកម្មតម្លៃ$1 លានរៀលជាងការចុះបញ្ជីនៅពន្ធដារចំណាយសេវាចុះបញ្ជីអស់$40,000តម្លៃបងបតង់គឺអស់$10,000ហើយនឹងការស្នើសុំបើកជូនដំណឹងបើកសហគ្រាសនៅក្រសួងការងារនេះគឺអស់$12,000 រៀលសរុបចូលគ្នាគឺបង់អស់$2,15,500 រៀលចឹងនេះជាចំណាយទូទៅមួយឯងជាចំណាយដែលយើងត្រូវបង់ចូលរដ្ឋហើយការបង់កន្លែងនេះគឺការបង់បតង់ចំណាយសេវាចុះបញ្ជីគឺស្មើភាពគ្នានៅពន្ធដារគឺអស់$40,000តែចំណែកការបង់បតង់គឺយើងបង់អស់តែពាក់កណ្ដាលទេសម្រាប់ការចុះបញ្ជីដំបូងខាងពន្ធដារមានការលើកទឹកចិត្តអញ្ចឹងតម្រូវឲ្យបង់តែ50%ទេសម្រាប់បតង់
អ្នកជាប់ពន្ធតូចត្រូវបង់ 40,000 រៀលបង់តែ 20,000 សម្រាប់ខ្នាតមធ្យមបង់ 1,20,000 កន្លែងនេះគឺបង់តែ 60,000 ទេតែសម្រាប់ចូលឆ្នាំទី 2 ក៏គាត់ត្រូវបង់ពេញធម្មតាមួយចុងក្រោយគឺតាក់ទងជាមួយនឹងការបង់ប្រភេទអ្នកជាប់ពន្ធមធ្យមអ្នកជាប់ពន្ធធំអ្នកជាប់ពន្ធធំមានការបង់ច្រើនជាងគេដោយសារតែចំណាយទៅលើការបង់បតង់សម្រាប់នៅខាងក្រសួងពាណិជ្ជកម្មចំណាយថេរដដែលទេគឺ1,10,000 1,10,000 រៀលនេះគឺយើងបង់ចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មបំរុងទុកនាមកគឺអស់ 25,000 រៀលចំណាយចុះបញ្ជីកម្រៃសេវាចុះបញ្ជីស្នើសុំចុះបញ្ជីនៅពន្ធដារអស់ 40,000 ហើយថ្លៃបង់បតង់គឺអស់ 1,50,000 កន្លែងនេះអស់ច្រើនដោយសារតែប្រភេទអ្នកជាប់ពន្ធធំតម្លៃបតង់ចុះបញ្ជីនៅពន្ធដារគឺចំនួន3 លានរៀលអញ្ចឹងយើងបង់ 50% គឺអស់តែ 1,50,000 ទេហើយចំណែកនៅខាងក្រសួងការងារគឺអស់ដូចគ្នាគឺអស់តែ 12,000 រៀលទេហើយសម្រាប់ក្រុមហ៊ុនមួយនេះគឺគាត់បង់រហូតដល់ 3,55,000 រៀលនៅសម្រាប់ខ្នាតធំណាហើយនេះជាចំណាយសុទ្ធដែលក្រុមហ៊ុនយើងចំណាយបង់ទៅរដ្ឋទាំង3ប្រភេទក្រុមហ៊ុនដែលខ្ញុំរៀបរាប់ខាងលើហ្នឹងអូខេតាក់ទងជាមួយវីដេអូនេះខ្ញុំធ្វើការបង្ហាញនេះគឺដូចជាមានតែប៉ុណ្្នឹងឯងបើសិនជាអ្នកទាំងអស់គ្នាមានចម្ងល់បន្ថែមតាក់ទងជាមួយការចុះបញ្ជីឬក៏ចង់ធ្វើការប្រឹក្សាឬក៏កំហុសឆ្គងអីអ្នកទាំងអស់អាចធ្វើការខមមិនសួរខ្ញុំបន្ថែមទៀតឬក៏វាតម្លៃខមមិនអីក៏បានដែរនៅក្នុងវីដេអូហ្នឹងណាខ្ញុំធ្វើការបកស្រាយតាមអ្វីដែលអាចធ្វើបានហើយបើសិនជាមានបំណងចង់ចុះបញ្ជីអាចធ្វើការតាក់ទងមកខាងខ្ញុំបានក្នុងការប្រឹក្សាយោបល់ឬការរៀបចំឯកសារផ្សេងៗអូខេអរគុណច្រើនបាទ